មកទៀតហើយថ្ងៃនេះគឺសម្លស្ងោមម្រះស្ងោមម្រះគឺខ្ញុំអត់ញាត់សាច់ជ្រូកនៅក្នុងម្រះទេគឺខ្ញុំកាប់ដុំស្រដៀងនឹងតឡាចដែរឆ្នៃដោយសារវាចំណាយពេលតិចជាដំបូងគឺយើងមានសាច់ជ្រូកថ្ងៃនេះខ្ញុំមានសាច់ជ្រូក3ជាន់ខ្លះយកមកដើម្បីដំបូងយើងត្រូវលាងសម្អាតវាយើងបើកទឹកលាងសម្អាតសាច់ជ្រូកបន្ទាប់ពីយើងលាងសម្អាតសាច់ជ្រូករួចរាល់ហើយជំហានបន្ទាប់គឺយើងដាក់ដាំទឹកសាច់ជ្រូកយើងលាងគឺយើងទុករួចរាល់ហើយអញ្ចឹងយើងមកបើកភ្លើងដាំទឹកបន្ទាប់ពីដាំទឹកហើយយើងទុកទឹកយើងនៅលើភ្លើងនឹងធម្មតាទៅតម្រុំវាពុះយើងមកហាន់យើងមកចិតផ្លែម្រះរបស់យើងថ្ងៃនេះខ្ញុំយកផ្លែម្រះតែមួយផ្លែទេយើងចិតផ្លែម្រះពុះជា2បន្ទាប់មកយើងខ្វេះគ្រាប់ម្រះនឹងចេញឲ្យស្អាតមកខ្វេះដោយដៃរបស់ខ្ញុំផ្ទាល់បន្ទាប់ពីខ្វេះគ្រាប់ហើយខ្ញុំធ្វើការចិតវាជា2ចំណែកទៀតហើយខ្ញុំធ្វើការកាត់វាដុំតូចព្រោះខ្ញុំអត់ចូលចិត្តល្វីងទេអញ្ចឹងខ្ញុំកាត់វាតូចទៅពេលដែលយើងរំងាស់វាទៅវាឆាប់ឆ្អិនផុយរលួយវាអាចកាត់បន្ថយការល្វីងបានដែរជាទូទៅម្រះគេកាត់ពុះជាកង់ហើយគេច្រាមសាច់ជ្រូកញាត់នៅក្នុងម្រះហ្នឹងតែដោយសារខ្ញុំមានពេលវេលាតិចបន្ទាប់ពីមកពីធ្វើការអញ្ចឹងមានតែកាត់ម្រះហ្នឹងជាដុំតូចស្រដៀងនឹងតឡាចដែរតឡាចក៏មានដែរតែខ្ញុំអត់ស្ងោរតឡាចខ្ញុំមកស្ងោរម្រះតែកាត់ដុំស្រដៀងនឹងតឡាចដែរឥឡូវនេះយើងកាត់ម្រះយើងរួចរាល់ហើយបន្ទាប់មកទៀតគឺយើងយកម្រះហ្នឹងទៅលាងទឹកយើងដាក់ចានកឋិនជ័រមកចូលនៅក្នុងឡាបូបន្ទាប់មកយើងបើកទឹកហើយយើងលាងជារៀមលាងសម្អាតវាមានផ្លាក់អីទេយើងក៏លាងវាតែបន្តិចទៅក៏វារួចរាល់ហើយបន្ទាប់ពីយើងលាងម្រះយើងរួចហើយយើងធ្វើការស្រង់វាហើយយើងយកម្រះហ្នឹងទុកមួយឡែកសិនបន្ទាប់ពីយើងទុកម្រះហើយគឺយើងយកឆ្អឹងជំនីជ្រូកហើយនឹងសាច់របស់យើងឥឡូវខ្ញុំមកកាប់តែដោយសារតែកាប់លើតុវាអត់ត្រូវស្រួលខ្ញុំក៏ឥឡូវនេះខ្ញុំតែចិត្តថាដាក់វានៅលើការ៉ូយើងកាប់ឆ្អឹងជំនីជ្រូកនឹងជាកង់មិញហ្នឹងខ្ញុំលាងមានសាច់ជ្រូក3ជាន់ហើយនឹងឆ្អឹងជំនីជ្រូកតែខ្ញុំយកមកស្លនេះគឺខ្ញុំស្លតែឆ្អឹងជំនីជ្រូកទេសាច់ជ្រូក3ជាន់យើងទុកធ្វើម្ហូបផ្សេងអញ្ចឹងខ្ញុំយកតែឆ្អឹងជំនីជ្រូកយកមកកាប់វាជាកង់តូចល្អិតល្មមទៅដើម្បីឲ្យវាងាយស្រួលចម្អិនហើយក៏វាងាយស្រួលញ៉ាំដែរខ្ញុំកាប់វាជាកង់ខ្លីខ្ញុំប្រើឆ្អឹងជំនីជ្រូកតែមួយហ្នឹងទេអត់ប្រើច្រើនទេព្រោះម្រះគឺខ្ញុំប្រើតែមួយផ្លែទេព្រោះឲ្យយើងអត់ស្លច្រើនទេយើងស្លតែល្មមមកយើងហូបគ្នា2ឬក៏3នាក់ទៅគឺល្មមហើយអញ្ចឹងម្រះមួយផ្លែឆ្អឹងជំនីជ្រូកមួយកង់ឥឡូវនេះយើងកាប់រួចរាល់ហើយយើងបន្ទាប់ពីយើងកាប់ឆ្អឹងជំនីជ្រូកហើយយើងអានេះមានសាច់យកសាច់មកលាយបន្តិចទៀតយកសាច់ជ្រូកសុទ្ធយកមកលាយហើយយើងហាន់វាជាដុំតូចល្មមទៅដើម្បីលាយជាមួយនឹងឆ្អឹងជំនីជ្រូកព្រោះស្ងោរយើងត្រូវការឆ្អឹងដើម្បីរំងាស់យកជាតិអញ្ចឹងយើងហាន់សាច់ជ្រូកហើយឆ្អឹងជំនីជ្រូកយើងរួចរាល់ហើយយើងយកវាមកទុកមួយឡែកទុកនៅក្នុងកឋិនជ័រយើងមួយឡែកសិនមកបន្ទាប់មកទៀតបន្ទាប់ពីយើងទុកសាច់ជ្រូកហើយយើងមកបើកមើលទឹករបស់យើងពុះហើយបើទឹករបស់យើងពុះអញ្ចឹងឥឡូវយើងចាក់ឆ្អឹងជំនីជ្រូកយើងចូលនៅក្នុងទឹកដែលយើងបានដាំពុះហ្នឹងយើងចាក់ចូលហើយបន្តមកទៀតយើងរំងាស់វាចោលយើងអត់គ្របទេបន្ទាប់ពីយើងរំងាស់ហ្នឹងទៅយើងមកហាន់ស្លឹកខ្ទឹមនេះយើងហាន់វាទុកនៅពេលបង់សម្លពេលដែលឆ្អិនរួចរាល់យើងបង់ស្លឹកខ្ទឹមហ្នឹងចូលដើម្បីឲ្យវាមានរសជាតិឈ្ងុយពីស្លឹកខ្ទឹមអញ្ចឹងយើងហាន់វាតូចល្អិតទៅត្រៀមដើម្បីឲ្យយើងបង់ចូលនៅក្នុងសម្លនៅពេលដែលយើងឆ្អិនឥឡូវបន្ទាប់ពីយើងហាន់ស្លឹកខ្ទឹមហើយយើងមកមើលសម្លរបស់យើងវាពុះជាមួយនឹងសាច់ហ្នឹងយើងធ្វើការដួសពពុះវាចេញព្រោះពពុះហ្នឹងក៏វាមើលទៅអត់តំណងទេបន្ទាប់ពីដួសពពុះហើយឥឡូវខ្ញុំថែមទឹកត្រីបន្តិចចូលទៅក្នុងសម្លខ្ញុំថែមអំបិលចូលបន្តិចទៀតដោយសារទឹកសម្លយើងរៀងច្រើនដែរអញ្ចឹងថែមអំបិលបន្ទាប់ពីថែមអំបិលហើយនេះខ្ញុំថែមប៊ីចេងបន្តិចខ្ញុំប្រើតែបន្តិចទេដាក់ប៊ីចេងរួចរាល់ហើយដល់ជំហាននេះខ្ញុំថែមរ៉ូឌីទៀតខ្ញុំថែមអំបិលរ៉ូឌីចូលបន្តិចទៀតដោយសារតែជាប្រភេទសម្លទឹកអញ្ចឹងយើងដាក់រ៉ូឌីទៅដើម្បីបង្កើនឱជារសហ
ហើយជំហានចុងក្រោយគឺខ្ញុំថែមស្ករសចូលដាក់ស្ករសកោពីស្លាបព្រាតូចៗហ្នឹងហើយយើងថែមទឹកបន្តិចដោយសារយើងរំងាស់ឆ្អឹងជ្រូករបស់យើងហ្នឹងរៀងយូរដែរអញ្ចឹងវារៀងគោកទឹកអញ្ចឹងយើងដាក់ថែមទឹកហើយយើងធ្វើការដួសពពុះសម្លយើងចេញយើងអត់ទុកឲ្យវានៅពពុះច្រើនទេយើងដួសពពុះចេញហើយយើងធ្វើការកូរសម្លរបស់យើងកូរចុះកូរឡើងទៅដើម្បីឲ្យឆ្អឹងជំនីយើងនឹងវាចេញជាតិបានល្អយើងកូរចុះកូរឡើងយើងធ្វើការភ្លក់ដើម្បីត្រៀមថាខ្វះអីឥឡូវដូចយ៉ាងស្អាតថែមអំបិលរ៉ូឌីបន្តិចទៀតហើយយើងនៅរំងាស់ឆ្អឹងជំនីជ្រូកឥឡូវថែមស្ករសទៀតហើយចុងក្រោយនេះគឺខ្ញុំដាក់ម្រះចូលម្រះរបស់យើងខ្ញុំត្រូវរំងាស់វាឲ្យយូរដែរព្រោះខ្ញុំអត់ចូលចិត្តល្វីងទេបើយើងរំងាស់វានៅស្រស់ពេកវាអាចល្វីងអញ្ចឹងខ្ញុំរំងាស់វារំងាស់ម្រះហ្នឹងងាស់ចុះងាស់ឡើងរហូតដល់នេះឥឡូវនេះម្រះរបស់យើងរៀងអលួយហើយគឺវាប្រែពណ៌មិញហ្នឹងវាខៀវឥឡូវវាប្រែពណ៌សម្លរបស់ខ្ញុំក៏បានរួចរាល់អរគុណ